ឧបនាយករដ្ឋមន្ត្រីនេតសាវឿនបានផ្ដាំផ្ញើដល់សិស្សនគរបាលជ័យលាភីទាំងអស់ឲ្យបន្តការសិក្សាដើម្បីបំពេញភារកិច្ចទទួលខុសត្រូវបានល្អប្រសើរអាយដាមសន្តិបណ្ឌិតនេតសាវឿនឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានផ្ដាំផ្ញើដល់សិស្សនគរបាលជ័យលាភីទាំងអស់ឲ្យបន្តការសិក្សាដកស្រង់បទពិសោធន៍ពង្រឹងនិងពង្រីកចំណេះដឹងឲ្យកាន់តែទូលំទូលាយបន្ថែមទៀតដើម្បីបំពេញភារកិច្ចទទួលខុសត្រូវបានល្អប្រសើរជូនជាតិនិងប្រជាពលរដ្ឋថ្លែងបែបនេះក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលចំនួនទី18លើកទី3សិស្សនគរបាលជ័យលាភីមកពីអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅសាលានគរបាលជាតិភូមិភាគ2ខេត្តកំពង់ចាមនារសៀលថ្ងៃទី19ខែមិនិនាឆ្នាំ2025ថ្លែងក្នុងពិធីនេះអាយដាមសន្តិបណ្ឌិតបានលើកឡើងថាក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឆ្លៀសវៃនិងទស្សនវិស័យជឿនលឿនរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនីតិកាលទី7នៃរដ្ឋសភានេះក្រសួងមហាផ្ទៃបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ច្បាស់លាស់ទាក់ទងទៅនឹងវិស័យសន្តិសុខដោយផ្ដោតលើគោលដៅនៃការបណ្ដុះបណ្ដាលដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិក្នុងការបម្រើជាតិនិងប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរអាយដាមសន្តិបណ្ឌិតនេតសាវឿនក៏បានសង្កត់ធ្ងន់ថាក្នុងការអនុវត្តកម្មវិធីនយោបាយនេះដែរក៏មានការផ្ដោតលើគោលដៅនៃការពង្រឹងសមត្ថភាពនិងបន្តជំរុញវឌ្ឍនភាពបណ្ឌិតសភានគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគនានាពោលគឺការបំពាក់សម្ភារៈឧបករណ៍ទំនើបនិងមធ្យោបាយគ្រប់គ្រាន់សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការនិងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្ត្រីនគរបាលជាតិផងដែរ